សូមគោរពជំរាបសួរអាណាព្យាបាលសិស្សទាំងអស់គ្នាក៏ដូចជាលោកគ្រូអ្នកគ្រូដែលបានទស្សនាវីដេអូនេះគឺជាទស្សនវិជ្ជានៅក្នុងបន្ទប់ថ្នាក់ទី5ទាំងអស់គ្នាដោយសារតែរដអ្នកគ្រូថតតែថ្នាក់អ្នកគ្រូឲ្យពុកម៉ែទាំងអស់គ្នាក៏ដូចជាលោកគ្រូអ្នកគ្រូបានទស្សនាកំសាន្តថ្ងៃនេះមកថតទស្សនវិជ្ជានៅក្នុងថ្នាក់លោកគ្រូថ្នាក់ទី5ម្ដងឃើញថាថ្នាក់គាត់ក៏ទស្សនវិជ្ជាស្អាតមិនចាញ់ថ្នាក់អ្នកគ្រូផងដែរឃើញថានៅក្នុងថ្នាក់គាត់មានការរៀបចំតបតែងទៅតាមមុខវិជ្ជាគឺដាក់តាំងបង្ហាញគឺស្អាតមែនទែនជាពិសេសគឺមានក្រុមសិស្សចូលរួមជួយកែលម្អនិងរៀបចំថ្នាក់រៀនឲ្យបានស្អាតបាតដោយសារតែជាដើមឆ្នាំសិក្សាអញ្ចឹងទៅលោកគ្រូវិជ្ជាគាត់បានរៀបចំហើយខ្លះក៏កំពុងតែរៀបចំហើយខ្លះទៀតក៏មានគម្រោងនឹងរៀបចំឲ្យរឹតតែស្អាតជាងឆ្នាំមុនដោយសារឃើញថ្នាក់នេះរៀបចំបានស្អាតអ្នកគ្រូក៏ថតវីដេអូចែករំលែកឲ្យលោកអ្នកគ្រូអ្នកព្យាបាលសិស្សបានទស្សនាកំសាន្តលេងទៅហើយក្នុងនោះអ្នកគ្រូក៏បានជួយគាត់កັບពាំងនន់បង្អួចផងដែរដោយសារការជួយគ្នាទៅវិញទៅមកក៏ដូចជាពេលខ្លះគាត់អត់ចេះផ្នែកផ្កាផ្នែកអីចឹងទៅគឺយើងជួយគ្នាទៅវិញទៅមករៀបចំថ្នាក់រៀននៅក្នុងសាលារបស់យើងឲ្យបានស្អាតម្យ៉ាងវិញទៀតចំណុចដែលសំខាន់នោះគឺថ្នាក់រៀនរបស់យើងពេលដែលរៀបចំទៅតាមបែបសាលាកុមារមេត្រីធ្វើឲ្យកុមារគាត់ចង់រៀនហើយគាត់មានភាពស្រស់ស្រាយសប្បាយរីករាយនៅក្នុងការរៀននៅក្នុងថ្នាក់រៀនផងដែរវីដេអូនេះមានតែប៉ុណ្្នឹងទេអរគុណ